សមិទ្ធផលការងារឆ្នាំ2025របស់មន្ទីរព័ត៌មានខេត្តរតនគិរីខេត្តរតនគិរីជាខេត្តមួយនៅតំបន់ភូមិភាគឦសានរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តរតនគិរីមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យហើយការរីកចម្រើនទាំងអស់នេះមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែករបស់វិស័យព័ត៌មានបានឡើយជាក់ស្ដែងក្នុងឆ្នាំ2025កន្លងទៅឆ្លើយតបនឹងការរីកចម្រើននៃបរិបទនៃសកលភាវូបនីយកម្មនិងការវិវត្តនៃសង្គមជាតិបច្ចុប្បន្នការទទួលបានព័ត៌មានគឺជាតម្រូវការដ៏ចាំបាច់បំផុតដើម្បីរួមចំណែករក្សាសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍប្រកបដោយចីរភាពប្រមុខដឹកនាំកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តថ្មីៗនៃបច្ចេកវិទ្យាជាពិសេសព័ត៌មានคล้ายៗដែលចូលមកបំពុលសង្គមនិងធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំហើយដូច្នេះហើយរដ្ឋបាលខេត្តរតនគិរីដែលមានមន្ទីរព័ត៌មានជាសេនាធិការបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះដោយខិតខំសម្រេចបាននូវការផ្សព្វផ្សាយទូលំទូលាយនិងច្រើនសម្បូរបែបប្រកបដោយវិជ្ជាជីវៈស្របតាមការរីកចម្រើនជឿនលឿននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលមានបច្ចេកវិទ្យាជាមុំសំខាន់ទី5នេះក្នុងឆ្នាំ2025កន្លងទៅមន្ទីរព័ត៌មានខេត្តរតនគិរីបានដាក់ចេញនៅចក្ខុវិស័យច្បាស់លាស់ដោយបានខិតខំប្រឹងប្រែងបំពេញការងារតាមការិយាល័យជំនាញហើយសម្រេចបានសមិទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទនៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ព័ត៌មានពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋនៅមូលដ្ឋាននិងពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំវិញប្រកបដោយប្រសិទ្ធភាពនៅក្នុងឆ្នាំ2025កន្លងទៅនេះគឺមន្ទីរព័ត៌មានបានអនុវត្តតួនាទីយ៉ាងសកម្មដែលក្នុងនាមជាសេនាធិការរបស់រដ្ឋបាលខេត្តក៏ដូចជាក្រសួងព័ត៌មានគឺយើងបានផ្សព្វផ្សាយពីសកម្មភាពនានារបស់អាជ្ញាធរថ្នាក់ដឹកនាំពីការអភិវឌ្ឍរបស់ខេត្តជូនដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីក៏ដូចជាក្នុងប្រទេសកម្ពុជាដូចជាក្រៅប្រទេសកម្ពុជាបានជ្រួតជ្រាបតាមរយៈមធ្យោបាយទំនើបគឺបានប្រព័ន្ធបច្ចេកវិទ្យាដែលបច្ចុប្បន្ននេះយើងបានដឹងហើយថារាល់ការផ្សព្វផ្សាយដែលមានល្បឿនលឿនគឺយើងធ្វើទៅតាមបណ្ដាញសង្គមដែលក្នុងនោះមន្ទីរព័ត៌មានបានផ្សព្វផ្សាយផងដែរនៅតាមបណ្ដាញសង្គម Facebook TikTok Instagram Twitter និង YouTube ដើម្បីឲ្យបងប្អូនក្នុងប្រទេសនិងក្រៅប្រទេសបានទទួលបាននូវព័ត៌មានពិតពីខេត្តរតនគិរីជាក់ស្ដែងមន្ទីរព័ត៌មានខេត្តរតនគិរីក្នុងឆ្នាំ2025បានអនុវត្តការងារបានយ៉ាងល្អប្រសើរមានជាអាចការិយាល័យទូរទស្សន៍បានចុះផលិតបទយកការធ្វើយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗបាន10វីដេអូបានផ្សាយនិងចុះយកព័ត៌មានពីសកម្មភាពថ្នាក់ដឹកនាំខេត្តបានចំនួន253ព័ត៌មានបានផ្សាយបញ្ជ្រាបក្នុងកម្មវិធីចំណេះដឹងទូទៅស្ដីពីចំណាប់អារម្មណ៍មន្ត្រីរាជការពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានคล้ายៗនិងបានផលិតបទយកការបានចំនួន31វីដេអូបានផលិតវីដេអូខ្លីៗបានចំនួន16វីដេអូបានផលិតវីដេអូវឌ្ឍនភាពបានចំនួន2លើកផលិតបទអត្ថាធិប្បាយបានចំនួន2លើកបានធ្វើកម្មវិធីចំណេះដឹងទូទៅបានចំនួន207លើកបានផ្សាយព័ត៌មានជាតិបានចំនួន519ព័ត៌មានផ្សាយបន្តផ្ទាល់ពីកម្មវិធីផ្សេងៗនិងព្រឹត្តិការណ៍សំខាន់ៗបានចំនួន79លើកបានផ្សាយព័ត៌មានផ្សេងៗបានចំនួន508លើកបានចាក់ផ្សាយផ្ទាល់នៅកម្មវិធីកម្សាន្តអប់រំព័ត៌មានបានចំនួន332លើកបានផុសព័ត៌មានក្នុង Channel YouTube បានចំនួន306លើកបានផុសព័ត៌មាន Channel Telegram បានចំនួន306លើកបានផុសព័ត៌មានក្នុងប្រព័ន្ធ TikTok បានចំនួន306លើកការិយាល័យវិទ្យុបានអាននិងចាក់ផ្សាយព័ត៌មានក្នុងខេត្តទទួលបានពីការិយាល័យទូរទស្សន៍បានចំនួន236ព័ត៌មានការចាក់ផ្សាយព័ត៌មានក្នុងខេត្តរតនគិរីទទួលបានមកពីការិយាល័យទូរទស្សន៍ជាភាសាខ្មែរបានចំនួន236ព័ត៌មាននិងសរុបទាំងចាក់ឡើងវិញបានចំនួន508លើកការចាក់ផ្សាយព័ត៌មានក្នុងខេត្តរតនគិរីទទួលបានពីការិយាល័យទូរទស្សន៍ជាភាសាបងប្អូនជនជាតិដើមភាគតិច4ភាសាក្រឹងព្រៅទំពួននិងចារ៉ៃបានចំនួន900
ព័ត៌មាននិងសរុបទាំងចាក់ផ្សាយឡើងវិញបានចំនួន 1722 លើកផ្សាយកម្មវិធីព័ត៌មានពេលព្រឹករយៈពេល1ម៉ោងបានចំនួន196លើកស្មើ1708ព័ត៌មានការចាក់ផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមបានចំនួន321លើកផ្សាយបន្តផ្ទាល់ពិសេសពីតូតូកអំពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរបានចំនួន3លើកផ្សាយបន្តផ្ទាល់ពិសេសពីតូតូកអំពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានចំនួន5លើកផ្សាយបន្តផ្ទាល់ពិសេសពីតូតូកអំពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចំនួន8លើកផ្សាយបន្តផ្ទាល់ពិសេសពីតូតូកអំពីកម្មវិធីផ្សេងៗបានចំនួន239លើកខ្ញុំសូមជម្រាបជូនផងដែរថានៅខែធ្នូចុងឆ្នាំ2025កន្លងទៅនេះគឺមន្ទីរព័ត៌មានខេត្តរតនគិរីបានសម្រេចបាននៅលទ្ធផលល្អប្រសើរតាមរយៈការបង្កើតនៅយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានយើងសម្រេចបាននៅការចុះធ្វើយុទ្ធនាការនៅតាមបណ្ដាក្រុងស្រុកទាំង9នៅតាមសង្កាត់ភូមិសង្កាត់នានាគឺយើងបានចុះធ្វើយុទ្ធនាការនោះបានទទួលលទ្ធផលប្រកបដោយផ្លែផ្កានិងប្រកបដោយភាពជឿជាក់និងប្រសិទ្ធភាពខ្ពស់ផងដែរដោយឡែកក្រុមការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានខេត្តរតនគិរីដែលមានមន្ត្រីចំនួន5នាក់ក្នុងរយៈពេលជាង1ឆ្នាំកន្លងមកនេះដែរក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួលដើម្បីធានាប្រក្រតីភាពប្រសិទ្ធភាពនិងនិរន្តរភាពការងារកោសពសបាននឹងកំពុងអនុវត្តការងារតាមអភិក្រមបុរេសកម្មក៏ដូចជាការចងក្រងបណ្ដាញធ្វើការងារមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតព័ត៌មានច្បាស់ការដែលមានប្រភពច្បាស់លាស់ឆ្លើយតបនឹងបន្សាបព័ត៌មានคล้ายៗនិងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលតាមរយៈយន្តការបង្ហោះផ្សព្វផ្សាយនិងការឆ្លើយតបព័ត៌មានបានលឿនរហ័សនិងទាន់ពេលវេលាឆ្លើយតបទៅនឹងការគំរាមកំហែងដល់សន្តិសុខសណ្ដាប់ធ្នាប់សន្តិសុខនយោបាយសន្តិសុខគតិយុត្តដែលបង្កឡើងដោយព័ត៌មានคล้ายៗជាពិសេសការប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើតព័ត៌មានคล้ายៗក្រុមការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានខេត្តរតនគិរីបានពង្រឹងកិច្ចសហការគ្នាដោយប្រតិក្រឡាទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដោយធ្វើការតាមដានព័ត៌មានដែលទទួលបានឲ្យមានប្រសិទ្ធភាពខ្ពស់និងចែកចាយព័ត៌មានចំទិសដៅជាប្រយោជន៍ដើម្បីការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋបាទសូមជម្រាបជូនផងដែរថាមន្ទីរព័ត៌មានក៏មានក្រុមសាធារណមតិចំនួន5រូបដែលបង្កើតឡើងតាមរយៈសេចក្តីសម្រេចរបស់ក្រសួងព័ត៌មានក្នុងរយៈពេល1ឆ្នាំកន្លងមកនេះគឺក្រុមសាធារណមតិបានធ្វើការអនុវត្តសម្របសម្រួលដើម្បីធានាប្រក្រតីភាពប្រសិទ្ធភាពនិងនិរន្តរភាពការងារកសពសបាននឹងកំពុងអនុវត្តការងារតាមអភិក្រមបុរេសកម្មក៏ដូចជាចងក្រងបណ្ដាញធ្វើការងារមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបធ្វើឲ្យប្រជាពលរដ្ឋទទួលបាននៅព័ត៌មានពិតព័ត៌មានច្បាស់ការដែលមានប្រភពច្បាស់លាស់សរុបសេចក្តីមកក្នុងឆ្នាំ2025នេះវិស័យព័ត៌មាននិងសោតទស្សន៍ក្នុងខេត្តរតនគិរីកាន់តែមានការវិវត្តរីកចម្រើនទាំងបរិមាណគុណភាពនិងវិសាលភាពនៃការផ្សព្វផ្សាយទាំងវិទ្យុនិងទូរទស្សន៍កាសែតទស្សនាវដ្តីពិសេសប្រព័ន្ធបណ្ដាញសង្គម Facebook អ៊ីនធឺណិតបានពង្រីកសក្តានុពលរបស់ខ្លួនឆាប់រហ័សធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកាន់តែសម្បូរបែបទំនើបកម្មនិងកំពុងពេញនិយមនៅក្នុងយុគសម័យ Digital នេះនិងបានបង្កើតស្ទូឌីយោវិទ្យុនិងទូរទស្សន៍
ហើយក៏បានបង្កើត Page មន្ទីរព័ត៌មាន Page Visu និង Page ទូរទស្សន៍ផងដែរប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងរដ្ឋនិងឯកជនបានរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់ព័ត៌មានផ្តល់ចំណេះដឹងផ្តល់ការអប់រំនិងផ្តល់ការកម្សាន្តសប្បាយជូនប្រជាពលរដ្ឋគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសធានាបាននូវលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សនិងសិទ្ធិការបញ្ចេញមតិពិសេសសិទ្ធិសេរីភាពនៃសារព័ត៌មានផងដែរ